នេះក្រុមហ៊ុនយើងអាចរស់បាន2ថ្ងៃទៀតត្រូវប្រធានវាងអ្វីដែលអ្នកនិយាយគឺត្រូវហើយថ្ងៃក្រោយខ្ញុំនឹងបង្កបញ្ហាតិចជាងនេះថ្ងៃស្អែកក្រុមហ៊ុនមានការផ្សាយផ្ទាល់មួយខ្ញុំប្រកល់សិទ្ធិមិនមែនទេខ្ញុំហើយស្អីគេហ្នឹងបើមិនសម្រេចបានតាមការរំពឹងទុកត្រូវសងជំងឺចិត្ត20លានបើការងារនេះខូចខាតស៊ូណានយ៉ាងប្រកបជាដេញខ្ញុំចេញមិនខាតខ្ញុំនឹងធ្វើឲ្យវាខូចខាតធំតែម្ដងជំរាបសួរលោកប្រធានវាងលោកប្រធានវាងពួកគាត់សុទ្ធតែជាអ្នកផ្សាយផ្ទាល់លក់ដូរដែលមានបទពិសោធន៍ខ្លាំងណាស់ជ្រើសរើសម្នាក់លោកប្រធានវាងខ្ញុំឈ្មោះអានខ្ញុំមានបទពិសោធន៍លក់ដូរខ្លាំងណាស់ណាសាមញ្ញពេកបន្ទាប់លោកប្រធានវាងមើលខ្ញុំទៅតើល្អទេមើលទៅคล้ายពេកមិនយកទេ